និយាយពីថាឆ្នាំនេះសម្បូរស្វាយអើយសម្បូរបងប្អូនផ្ញើស្វាយស្មើតបាយពីស្រុកផងអ្នកជិតខាងឲ្យផងនិយាយពីក្នុងទូរក៏ឲ្យសិតតែស្វាយឥឡូវនេះគឺយើងមកធ្វើកាពិឆាសម្រាប់ញ៉ាំជាមួយស្វាយណាកាពិយើងគឺឆាមករសជាតិឆ្ងាញ់ហើយទុកបានយូរអត់ងាយខូចទេហើយចំពោះគ្រឿងផ្សំវិញគឺអត់មានអីច្រើនមុខទេដំបូងនេះគឺយើងចាប់ផ្ដើមមកធ្វើការដាក់ប្រេងឆាចូលចំនួនប្រហែលជា2ទៅ3ស្លាបព្រាបាយហើយបន្ទាប់មកខ្ទឹមសយើងចិញ្ច្រាំហើយណាចំនួន3ស្លាបព្រាបាយហើយបងប្អូនឆាខ្ទឹមនឹងឲ្យវាឡើងរាងក្រហមឈ្ងុយបន្តិចសិនទៅចាំយើងដាក់ស្ករត្នោតចូលហើយស្ករត្នោតហ្នឹងគឺខ្ញុំប្រើចំនួន1គីឡូបងប្អូនត្រូវជ្រើសយកស្ករដែលថ្មីដែលឈ្ងុយល្អស្ករខ្មែរយើងសុទ្ធមកហើយយើងដាក់ស្ករចូលហើយបងប្អូនកូរស្ករនោះឲ្យវាឡើងពុះជើងក្រងបន្តិចសិនគឺប៉ុណ្ណេះបានហើយមិនចាំឲ្យក្រហមខ្លាំងទេតែប៉ុណ្្នឹងគឺឈ្ងុយពេញផ្ទះហើយអញ្ចឹងយើងអាចដាក់កាពិចូលបានសម្រាប់កាពិហ្នឹងអ្នកខ្លះគាត់ហៅកាពិដូចខ្ញុំអ្នកខ្លះគាត់ហៅគីអញ្ចឹងណាសម្រាប់ខ្ញុំប្រើកាពិហើយយើងប្រើវាកន្លះគីឡូឬក៏ស្មើនឹង500ក្រាមយើងជ្រើសរើសកាពិខ្មែរយើងកាពិកពតយកឲ្យឈ្ងុយល្អលេខ1មកបងប្អូនអរគ្នាកាលណាយើងប្រើកាពិដបកាពិគីឡផុសគេយកមកឆាគឺអត់ឆ្ងាញ់ទេវាហត់អត់ប្រយោជន៍អញ្ចឹងណាហើយបងប្អូនកូរកាពិនោះឲ្យចូលគ្នាមួយស្ករត្នោតហើយចាំយើងដាក់ទឹកចូលចំនួន1ចានចង្កឹះទឹកហ្នឹងគឺអត់ដាក់ម្ដងទាំងអស់ភ្លាមទេយើងចាក់ម្ដងបន្តិចសិនតែដាក់ម្ដងទាំងអស់ភ្លាមវាអាចផុលមកឲ្យលាកដៃអញ្ចឹងណាចឹងបងប្អូនចាក់វាម្ដងបន្តិចចូលមកបន្ទាប់មកយើងបន្ថែមប៊ីចេងចូលចំនួនកន្លះស្លាបព្រាបាយដាក់ប៊ីចេងបន្តិចទៅដើម្បីកាត់បន្ថយរសជាតិប្រៃផុសកាពិហើយយើងចាប់ផ្ដើមបន្ថយមកនៅភ្លើងតូចរួចហើយរំងាស់វាចោលរយៈពេល20នាទីទៅ30នាទីការធ្វើកាពិយើងត្រូវតែរំងាស់វាបន្តិចបងប្អូនអរគ្នាដើម្បីឲ្យវាកាន់តែឈ្ងុយហើយនឹងរក្សាទុកបានយូរបើបងប្អូនអត់រំងាស់វាទេយើងទុកអត់បានយូរទេកាពិយើងគឺអត់សូវឈ្ងុយសូវឆ្ងាញ់ទេហើយចំពោះរសជាតិផ្អែមវិញគឺអាស្រ័យទៅលើកំហាប់ស្ករត្នោតបងប្អូនទាំងអស់គ្នាណាដោយសារស្ករខ្ញុំវារាវខ្លាំងហើយកាពិខ្ញុំនឹងគឺប្រៃខ្លាំងណាស់អញ្ចឹងខ្ញុំប្រើកាពិកន្លះគីឡូស្ករត្នោតដល់តែ1គីឡូចឹងបងប្អូនអាចមើលតាមកាពិរបស់បងប្អូនអរគ្នាហើយនឹងស្ករត្នោតបើថាវាស្ករត្នោតយើងខាប់យើងអាចប្រើត្រឹម7ខាំហើយ8ខាំអីគឺល្មមហើយចឹងបងប្អូនមើលតាមជាក់ស្ដែងយើងអាចដាក់ម្ដងតិចឲ្យភ្លក់មើលទៅហើយចំពោះការរំងាស់នេះខ្ញុំគឺរំងាស់កន្លះម៉ោងហើយយើងមើលទៅឃើញវានៅរាវប៉ុណ្ណឹងទេចុះត្រជាក់គឺវានឹងខាប់ជាងនឹងតិចទៀតហើយប៉ុន្តែបើបងប្អូនចង់ឲ្យខាប់ជាងរបស់ខ្ញុំទៀតគឺយើងអាចបន្តរំងាស់យូរជាងនឹងតិចទៀតបានហើយបើបងប្អូនចូលចិត្តញ៉ាំហឹលពេលដែលវាឆ្អិនហើយយើងអាចចាក់ម្ទេសហុយចូលតាមចំណូលចិត្តតែខ្ញុំថ្ងៃនេះក៏អត់មានម្ទេសហុយដាក់ចូលទេហើយផ្ទះខ្ញុំក៏អត់ប៉ុនញ៉ាំហឹលដែរអញ្ចឹងខ្ញុំដាក់ម្ទេសគ្រាប់នឹងហាន់វាចូល3គ្រាប់ហើយយើងបង់អាមូលចូលខ្លះទៅបងប្អូនអាចបិទភ្លើងហើយទុកឲ្យវាចុះត្រជាក់ទៅចាំយើងដាក់វាចូលកន្លររក្សាទុកក្នុងទូទឹកកកក៏បានទុកនៅក្រៅក៏បានគឺអត់ងាយខូចទេប៉ុន្តែសម្រាប់ខ្ញុំគឺចូលចិត្តទុកក្នុងទូទឹកកកជាងដើម្បីរក្សារសជាតិនិងគុណភាពរបស់វាអញ្ចឹងណាហើយតែប៉ុណ្្នឹងគឺរួចរាល់ហើយចំពោះការឆាកាពិរបស់ខ្ញុំបងប្អូនអត់ធ្លាប់ធ្វើគឺអាចសាកល្បងធ្វើបាននិយាយទៅរសជាតិមកល្មមឆ្ងាញ់តែម្ដងហើយបងប្អូនចូលចិត្តញ៉ាំកាពិមួយអីដែរសម្រាប់ខ្ញុំវិញគឺចូលចិត្តញ៉ាំមួយស្វាយជាមួយនឹងខ្វិតជាងគេពីរហ្នឹងគឺសម្រាប់ខ្ញុំគឺត្រូវតែម្ដងតែបើដូចខែនេះចឹងស្វាយអីវាចាស់អស់ហើយវាញ៉ាំអត់សូវឆ្ងាញ់ខ្លាំងទេហើយមួយតបែកនេះក៏អត់សូវត្រូវដែរប៉ុន្តែគឺតាមចំណូលចិត្តទេអ្នកខ្លះគេចលក់ជាមួយនឹងបែកគក់ទៀតក៏មានតែសម្រាប់ខ្ញុំគឺជិះចូលចិត្តចលក់ដល់មួយអីជូរខ្លាំងណាគឺជាមួយកាពិហ្នឹងគឺត្រូវខ្លាំងមែនតើហើយពេលដែលចុះត្រជាក់ទៅគឺកំហាប់វាប៉ុណ្ណេះឯងបងប្អូនអរគ្នាវាអត់រាវខ្លាំងហើយក៏វាអត់គោកពេកដែរអរគុណច្រើនបងប្អូនទាំងអស់គ្នាដែលបានចូលមើលវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់បងប្អូនមានសំណួរឬយោបល់អីគឺអាច comment ខាងក្រោមវីដេអូបានណាហើយបងប្អូនថ្មីៗកុំភ្លេច subscribe Channel YouTube និង follow page របស់ខ្ញុំផងអរគុណជម្រាបលាជួបគ្នាវីដេអូក្រោយៗទៀត